ទឹកប្រាក់ចំនួន$23,000ដែលបានផ្ទេរទៅគណនីផ្ទាល់របស់អេសីមួយរូបដែលអះអាងដោយស្វាមីលោកស្រីមាសសុកសុភាយោងតាម account ឈ្មោះ Radar ITH បានផុសកាលពីម្សិលមិញជាមួយអត្ថបទដ៏វែងអន្លាយដោយសរសេរយ៉ាងដូចនេះថានៅខែមិថុនាឆ្នាំ2023បទចម្រៀងព្រះបាទជ័យវរ្ម័នទី7សោយទីវង្គតត្រូវបានលុបចេញតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយសារទំនុកច្រៀងនៃបទនេះបុគ្គលដែលសរសេរបទចម្រៀងនេះគឺ Mr. វង្សចក្រាយុទ្ធដែលត្រូវបានគេស្គាល់ថាអង្គមហាអេស្វរៈសេវមោខៈពេជ្រសង្វាវង្សហៅលោកតាសក់សភ្នំត្បែងគឺទទួលខុសត្រូវទាំងស្រុងចំពោះបទចម្រៀងនេះខ្ញុំនិងលោកតាសក់សបាននិយាយគ្នាយ៉ាងច្បាស់លាស់ដោយខ្ញុំបានស្នើសុំទៅគាត់ដោយពាក្យគួរសមឲ្យឈប់ជ្រៀតជ្រែកចូលក្នុងជីវិតរបស់ពួកខ្ញុំទៀតហើយគាត់បានអះអាងនិងយល់ព្រមថាឈប់ពាក់ព័ន្ធប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះគាត់មិនបានធ្វើតាមការសន្យានោះទេគួរឲ្យអាម៉ាស់ណាស់ក្នុងនាមជាប្តីទៅស្នើបញ្ឈប់បុគ្គលលោកតាសក់សដែលគាត់មានគ្រួសាររួចដែរហើយកុំឲ្យមកជ្រៀតជ្រែកប៉ុន្តែការជ្រៀតជ្រែកនៅតែបន្តចាប់តាំងពីឆ្នាំ2023រហូតមកដល់ពេលនេះគាត់បញ្ជាក់មកខ្ញុំដោយមោទនភាពចំពោះខ្លួនគាត់ថាសូម្បីនាយករដ្ឋមន្ត្រីក៏ស្ដាប់ការផ្សាយធម៌របស់គាត់ដែរហើយប្រសិនបើរឿងនេះជាការពិតឬមិនពិតវាជារឿងរបស់គាត់មួយផ្សេងទៀតគាត់ក៏និយាយដែរថាគាត់គឺជាទាហានចូលនិវត្តន៍ខ្ញុំពិតជាឆ្ងល់ថាតើអ្វីដែលគាត់និយាយនេះមានប៉ុន្មានភាគរយជាការពិតឬគ្រាន់តែជាការលើកដំកើងខ្លួនឯងប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាចម្លែកណាស់បើសិនជាអ្នកតាំងខ្លួនជាអ្នកបួសតបោះអីសីប៉ុន្តែបែរជាប្រព្រឹត្តខុសឆ្គងធ្វើជំនួញលើការជួញដូររ៉ែរួមទាំងមានការជួញដូរភ្លុកដំរីខុសច្បាប់ហើយថែមទាំងចូលរួមពាក់ព័ន្ធជាមួយនឹងស្ត្រីល្បួងធ្វើកិច្ចរៀបពិធីសាសនានិងធ្វើដំណើរជាមួយគ្នាសូម្បីតែទៅក្រៅប្រទេសប្រសិនបើអ្នកជាអ្នកបួសតាំងសិលពិតប្រាកដមែនតើធម៌វិន័យច្បាប់វិន័យរបស់អ្នកដែលមានកំណត់ត្រឹមណាតើអ្នកជាអ្នកបួសគំរូធ្វើគំរូល្អទេអ្នកបួសពិតអ្នកតាំងសិលពិតប្រាកដជៀសវាងការល្បួងប៉ុនប៉ងហើយរស់នៅដោយភាពសាមញ្ញមិនមែនកេរ្តិ៍ឈ្មោះលុយកាក់ឬភាពល្បីល្បាញនោះទេទង្វើទាំងនេះបានបង្កបញ្ហាក្នុងគ្រួសារខ្ញុំនិងបង្កក្តីបារម្ភយ៉ាងខ្លាំងអំពីចេតនាពិតរបស់គាត់តើកម្រិតវិន័យអ្នកបួសរវាងការណែនាំខាងសមាធិវិញ្ញាណនិងការជ្រៀតជ្រែករឿងផ្ទាល់ខ្លួននៅទីណាតាមព័ត៌មានដែលខ្ញុំទទួលបានតាក់ទងនឹងក្រសួងធម្មការនិងសាសនានៅខេត្តព្រះវិហារដែលកំពុងបំពេញការងារយ៉ាងរហ័សស្វែងរកទីតាំងដែលកំពុងសាងសង់ប្រាសាទនេះដែលផ្ទុយនឹងបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលខ្ញុំបានស្វែងរកក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍និងចោទសួរអំពីការប្រើប្រាស់ថវិកាដែលត្រូវបានប្រើប្រាស់ជាដើមតាមគំនិតរបស់ខ្ញុំនេះគឺជាការស្លងខ្លួនងប់ងល់ទោះបីជាឲ្យគេប្រឆាំងនឹងគ្រួសារមិត្តភ័ក្តិអាជីពឬនរណាម្នាក់ក៏ដោយខ្ញុំមិនមែនថាឲ្យតែតាបោះឬអីសីគ្រូទាយសុទ្ធតែអាក្រក់នោះទេគឺបុគ្គលប៉ុណ្ណោះតាមការពិតទៅការស្វែងរកដំបូន្មានពីគ្រូខាងវិញ្ញាណឬអ្នកដែលណែនាំនៅខាងក្រៅឬផ្លូវក្នុងគឺជាទំនៀមទម្លាប់តាំងពីបុរាណយូរណាស់មកហើយជាពិសេសក្នុងជីវិតជាក់ស្ដែងរឿងសំខាន់មានដូចជាការរៀបការជ្រើសរើសថ្ងៃល្អសម្រាប់បើកអាជីវកម្មគឺជាផ្នែកមួយនៃវប្បធម៌ខ្មែរដែលមានជំនឿកន្លងមកនោះទំនួលខុសត្រូវក្នុងនាមជាគ្រូតាបោះអីសីគ្រូទាយការណែនាំពិតប្រាកដមិនគួរឆ្លងកាត់បន្ទាត់ព្រំដែនរឿងផ្ទាល់ខ្លួនរបស់គេឡើយគ្រូបង្រៀនខាងវិញ្ញាណត្រូវតែយល់ពីដែនកំណត់របស់ខ្លួននិងមិនត្រូវកេងប្រវ័ញ្ចបុគ្គលដែលងាយរងគ្រោះនោះទេអស់រយៈពេល4ឆ្នាំកន្លងមកនេះខ្ញុំកំពុងព្យាយាមស្វែងយល់ពីគោលជំហរនិងអត្តសញ្ញាណរបស់បុគ្គលនេះព្រោះវាហាក់ដូចជាបង្ហាញតួនាទីច្រើនពេកក្នុងពេលតែមួយសូម្បីតែពិធីបុណ្យចូលឆ្នាំប្រពៃណីថ្ងៃទី14ខែមេសាឆ្នាំ2025កន្លងទៅនេះក៏គាត់បានអះអាងថាទេវតាយាងចុះមុនពេលវេលាកំណត់របស់ក្រសួងធម្មការសាសនាដែរដែលបានបំភាន់សាធារណជនកន្លងមកនេះដូចនេះតើយើងត្រូវធ្វើការប្រុងប្រយ័ត្នអ្វីខ្លះសម្រាប់ការដឹកនាំសាធារណជនក្នុងផ្លូវនេះប៉ុន្តែម្យ៉ាងវិញទៀតវាគឺជាសេរីភាពការបញ្ចេញមតិរបស់ពួកគេប្រសិនបើអ្នកបួសអង្គណាមានបំណងចង់សាងសង់សំណង់ប្រាសាទគួរតែត្រូវបានស្នើសុំជាផ្លូវការទៅអាជ្ញាធរទោះបីទំហំគម្រោងសាងសង់នោះតូចឬធំក៏ដោយរៀងរាល់មូលនិធិរួមទាំងការបរិច្ចាគពីប្រភពខាងក្រៅគួរត្រូវបានចងក្រងជាឯកសារនិងចុះបញ្ជីឲ្យបានត្រឹមត្រូវសម្រាប់គម្រោងសាងសង់ឬការអភិវឌ្ឍណាមួយអ្នកខ្លះអាចនឹងប្រើប្រាស់គំនិតនេះដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួនដោយប្រែក្លាយសាសនាទៅជាជំនួញខ្ញុំសូមអភ័យទោសប្រសិនបើរឿងនេះស្របច្បាប់នេះគ្រាន់តែជាការលើកឡើងរបស់ខ្ញុំតែប៉ុណ្ណោះប្រធានបទអំពីគ្រូអីសីតាបោះគ្រូទាយនេះមិនត្រឹមតែមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវានៅជុំវិញពិភពលោកមានមនុស្សដែលប្រព្រឹត្តហួសច្បាប់រៀបចំលួងលោមលៀងខួរនិងបញ្ចុះបញ្ចូលអ្នកដទៃឲ្យបោះបង់គ្រួសារមិត្តភ័ក្តិនិងតម្លៃរបស់ពួកគេគួរឲ្យ
សោកស្ដាយវាកំពុងកើតឡើងនៅទីនេះដោយដែលគួរឲ្យសោកស្ដាយវាកំពុងតែកើតឡើងនៅទីនេះដោយដែលខ្ញុំបានជួបឆាប់ៗនេះខ្ញុំនឹងមានការចែករំលែកបន្ថែមអំពីរបៀបរស់នៅដ៏ប្រណិតរបស់អ្នកដែលហៅខ្លួនថាជាអ្នកបួសតបោះឥសីឬគ្រូនឹងទឹកប្រាក់ចំនួន$230,000ដែលបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគារ ABA របស់គាត់រួមទាំងការវះកាត់កែសម្ផស្សរបស់គាត់គោលបំណងរបស់ខ្ញុំគឺដើម្បីបង្កើនការយល់ដឹងនៅក្នុងប្រទេសកម្ពុជាហើយសារនេះក៏ជាការផ្ញើទៅកាន់ជនរងគ្រោះនៅជុំវិញពិភពលោកផងដែរដើម្បីឲ្យពួកគេបានរៀនសូត្រនិងទទួលយកបទពិសោធន៍ពីស្ថានភាពរបស់ខ្ញុំឃើញថាមានគ្រួសារជាច្រើននៅក្នុងប្រទេសកម្ពុជាដែលជាជនរងគ្រោះលងខ្លួនជឿលើតាបោះឥសីគ្រូទាយខ្លាំងៗនោះដល់ពេលទម្លាក់ហើយតាក់ទងមកខ្ញុំដោយផ្ទាល់ប្រសិនបើអ្នកជាជនរងគ្រោះ